ស្គាល់ខ្លួនឯងកាពីតែនជើងចាស់តែងរៀបរាប់ប្រាប់ថាគឺធ្វើដំណើររបស់នាវាដែលមានសុវត្ថិភាពបំផុតគឺផ្លូវដែលមានការព្រមព្រៀងយ៉ាងអន្តរជាតិបើសិនជាពុំមានច្បាប់សម្រាប់ផ្លូវធ្វើដំណើរនាវាទេការធ្វើដំណើរតាមសមុទ្រនឹងត្រូវប្រឈមមុខជាមួយគ្រោះមហន្តរាយជាខ្លាំងមិនខានកាលអ្នកត្រូវប្រកបអាជីវកម្មតខ្លួនអ្នកក៏មិនខុសអ្វីពីកាពីតែនដែលត្រូវដឹកនាំនាវាឲ្យធ្វើដំណើរទៅមុខដោយពុំមានអ្នកណាដាក់ច្បាប់ឬបែបបទអ្វីដល់អ្នកដល់ឡើយទេគឺត្រូវសរសេរច្បាប់នោះដោយខ្លួនឯងនៅពេលកំពុងធ្វើដំណើរទៅមុខច្បាប់អ្វីក៏ដោយដែលជួយឲ្យអ្នកបានគេចរួចពីគ្រោះមហន្តរាយអ្នកត្រូវតែចងចាំវាទុកមានមនុស្សជាច្រើនដែលបានសម្រេចចិត្តបង្កើតអាជីវកម្មខ្លួនឯងព្រោះគេជឿតាមការណែនាំរបស់អ្នកដទៃអំពីប្រយោជន៍នៃការធ្វើអាជីវកម្មនោះប៉ុន្តែមានមនុស្សដ៏ច្រើនដែលមិនចង់បង្កើតមុខរបររបស់ខ្លួនឯងព្រោះគេធ្លាប់ឮរឿងលំបាកជាច្រើនអំពីការរកស៊ីនេះនៅលើលោកយើងនេះមានមនុស្សច្រើនណាស់ដែលមិនគួរប្រកបអាជីវកម្មដោយខ្លួនឯងទេហើយក៏មានមួយក្រុមទៀតដែលសុខចិត្តនៅតែធ្វើការឲ្យអ្នកដទៃទន្ទឹមនឹងខ្លួនឯងក៏មានសមត្ថភាពអាចធ្វើជាម្ចាស់អាជីវកម្មបានផងដែរហេតុនេះគន្លឹះសំខាន់គឺការស្គាល់ខ្លួនឯងហើយពិចារណាទៅតាមខ្លឹមសារក្នុងសៀវភៅនេះដែលបានបកស្រាយពីលក្ខណៈផ្សេងដើម្បីឲ្យអ្នកសម្រេចចិត្តថាតើខ្លួនសមគួរនឹងធ្វើជាម្ចាស់អាជីវកម្មបានដែរឬទេដើម្បីក្លាយទៅជាម្ចាស់អាជីវកម្មអ្នកត្រូវមានគុណសម្បត្តិសំខាន់មួយយ៉ាងប៉ុន្តែជាដំបូងអ្នកត្រូវស្វែងយល់អំពីអត្ថន័យនៃពាក្យម្ចាស់អាជីវកម្មនេះសិនម្ចាស់អាជីវកម្មមានន័យថាជាម្ចាស់អ្នកបង្កើតគ្រប់គ្រងចាត់ចែងព្រមទាំងទទួលយកការប្រថុយប្រឋានទាំងអស់របស់អាជីវកម្មដែលកំពុងធ្វើការនោះហើយនេះគុណសម្បត្តិដ៏សំខាន់ដែលយើងចង់និយាយគឺការពេញចិត្តនិងទទួលយកបន្ទុកផ្សេងៗដែលរៀបរាប់មកនេះសូមបញ្ជាក់ម្ដងទៀតថាម្ចាស់អាជីវកម្មត្រូវតែពេញចិត្តសម្ដែងតួជាអ្នកគ្រប់គ្រងផងដែរក៏ជាអ្នកដែលត្រូវទទួលយកភាពហេងស៊យនៃមុខរបរនោះផងដែរមនុស្សគ្រប់រូបពុំមែនសុទ្ធតែមានសារធាតុជាអ្នករកស៊ីនោះទេព្រោះវាពុំមានទំនាក់ទំនងនឹងដំណរពូជអ្វីឡើយអ្នកអាចនឹងមានមិត្តភ័ក្តិខ្លះដែលមានបំណងចង់បង្កើតអាជីវកម្មដោយខ្លួនឯងហើយតែគេនៅតែមិនទាន់បានចាប់ផ្ដើមនៅឡើយពួកគេច្រើនតែស្ថិតក្នុងស្ថានភាពស្ទាក់ស្ទើរចង់ទៅមុខបន្តិចចង់ថយក្រោយបន្តិចព្រោះតែគេមិនចង់ធ្វើការឲ្យអ្នកដទៃប៉ុន្តែទន្ទឹមនឹងនោះគេក៏គ្មានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯងផងដែរចំណែកអ្នកដែលមានបេះដូងជាម្ចាស់អាជីវកម្មពិតប្រាកដគេច្រើនតែពុំមានរួញរានឹងឧបសគ្គអ្វីឡើយមនុស្សប្រភេទនេះមានឆន្ទៈយ៉ាងមោះមុតដើម្បីក្លាយខ្លួនជាម្ចាស់អាជីវកម្មប្រៀបដូចជាត្រីដែលខំបំរះននាលហើយបញ្ច្រាស់ទឹកទៅរកទីកន្លែងភ្ញាស់កូនដែលទោះបីជាអំណាចទឹកខូខ្លាំងយ៉ាងណាក៏មិនអាចរាំងត្រីទាំងនោះបានឡើយគុណសម្បត្តិដែលមានដូចគ្នារបស់បុគ្គលសំខាន់លើលោកគឺពួកគេតែងតែខំពុះពៀទៅលើសាខាអាជីពដែលខ្លួនចូលចិត្តដោយមិនបាច់គិតទៅដល់ផលតបស្នងឬបញ្ហាការឡើងចំពោះខ្លួនឡើយម្ចាស់អាជីវកម្មដែលនឹងសម្រេចជោគជ័យខ្ពស់បំផុតគឺអ្នកដែលហក់ចូលប្រឡូកក្នុងអាជីវកម្មនោះដោយធម្មជាតិនិងពុំមានឧបសគ្គអ្វីអាចមករារាំងឆន្ទៈរបស់ពួកគេបានឡើយហើយនេះអ្នកត្រូវមានបំណងប្រាថ្នាដ៏ខ្លាំងក្លាជាងការមានគូក្បាលដើម្បីចូលប្រឡូកធ្វើជាម្ចាស់អាជីវកម្មជីវប្រវត្តិរបស់បុគ្គលសំខាន់គឺជាឧទាហរណ៍ដ៏ល្អបំផុតរបស់មនុស្សជំនាន់ក្រោយលោកអ្នកគួរអានជីវប្រវត្តិរបស់លោក Ford Kaiser Katie Rockefeller និងបុគ្គលសំខាន់ផ្សេងទៀតដែលពួកគេមានគុណសម្បត្តិដូចគ្នាអំពីភាពឆ្លៀសវៃលើមុខជំនួញធ្វើការច្រើនសំណាងជួបឱកាសរួមទាំងសារធាតុជាម្ចាស់អាជីវកម្មផងដែរដែលមានចិត្តជាអ្នកបង្កើតអាជីវកម្មតខ្លួនច្រើនចាប់ផ្ដើមដោយការហាលបញ្ច្រាស់ទឹកដែលទោះបីជាគេដឹងខ្លួនឬមិនដឹងក៏ដោយបន្ទាប់ពីនោះទៅគេចុះប្រឡូកប្រមាល់ពីការប្រថុយនឹងចាត់ការដោយខ្លួនឯងបន្ទាប់មកគេក៏ត្រូវតែមានសមត្ថភាពរួម
ទាំងយីអូនខ្លាផងដែរនឹងកត្តារួមផ្សំផ្សេងផងដែរជាការពិតណាស់ដែលថាអ្នកមិនអាចសម្រេចជោគជ័យស្មើនឹងRockefeller ប៉ុន្តែយ៉ាងហោចណាស់ក៏អ្នកបានធ្វើទៅតាមធម្មជាតិរបស់អ្នកផងដែរមានមនុស្សជាច្រើនដែលស្រមៃចង់មានអាជីពតខ្លួនប៉ុន្តែខ្វះកម្លាំងបណ្ដាលចិត្តទន្ទឹមនឹងមនុស្សមួយចំនួនទៀតមានសមត្ថភាពធ្វើជាម្ចាស់លើខ្លួនឯងបានយ៉ាងពិតប្រាកដថានេះអ្នកត្រូវពិចារណាខ្លួនឯងថាអ្នកស្ថិតនៅក្នុងចំណោមមនុស្សប្រភេទណាអ្នកត្រូវដកចិត្តចេញឲ្យផុតពីខ្លួនហើយក្រឡេកមើលមកខ្លួនឯងយ៉ាងយុត្តិធម៌បំផុតថាសារធាតុខ្លួនជាអ្វីម្ចាស់អាជីវកម្មល្អត្រូវតែមានចិត្តក្លាហានស្ម័គ្រចិត្តមានថាមពលពុះពីមានការខំប្រឹងប្រែងស្ទុះស្ទាដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួនឲ្យក្លាយជាការពិតហើយនេះការសម្រេចចិត្តដ៏សំខាន់បំផុតក្នុងដំណាក់កាលទី1នេះគឺចូលពិចារណាថាតើអ្នកជាមនុស្សប្រភេទណាតើអ្នកចូលចិត្តហក់លោតតែម្នាក់ឯងតើឬទេហ៊ានឡើងសៃវៀនឬមិនហ៊ានសូមគិតមើលឲ្យបានដិតដល់សិនចាំឆ្លើយតាមក្រោយ